ជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកមើលទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំបាទ Fuya Anime ខ្ញុំបាទមកសម្រាប់រឿង Chance Smoker Cat ដែលជាភាគទី4នៃភាពបន្តអ្នកខ្ញុំចង់និយាយថាខ្ញុំគឺពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនបាទអរគុណសម្រាប់ការ like និង comment ហ្នឹងចឹងអ្នកគ្នាវីដេអូមុនគឺថាខ្ញុំសុំត្រឹម20 like ទេអ្នកទាំងអស់គ្នា subscribe ខ្ញុំដាក់ឲ្យខ្ញុំ600 like ចុំនិយាយឲ្យសប្បាយចិត្តខ្លាំងមែនទែនបាទលើវីដេអូមួយនេះគឺថាខ្ញុំសុំ1k like បានហើយអ្នកគ្នាខ្ញុំចេះសុំលេខតែបើថាបានមែនសប្បាយចិត្តចង់ហោះហើយមិនតែឥឡូវនិយាយតែប៉ុណ្ណឹងបានហើយចូលទៅកាន់សេរីរឿងភាគទី4របស់យើងតែមកចបាទ Let's go តាមសេរីរឿងភាគទី4របស់យើងដំបូងក៏យើងបានឃើញថាគឺមានតារាងបាល់ទាត់មួយហើយក៏បានឃើញថាមានអមពូមីងគឺថាពួកគាត់កំពុងតែធ្វើការសម្អាតនៅកន្លែងបរិស្ថានដែលក្មេងៗកំពុងលេងបាល់ហ្នឹងហើយចៃដល់អ្វីគឺថាកន្លែងហ្នឹងគឺថាក៏មានវត្តមានរបស់អូនចានីកូរបស់យើងនៅទីនេះផងដែរហើយចានីកូរបស់យើងនាងក៏អង្គុយជក់បរិយតាមចរិតរបស់នាងតាមធម្មតាចឹងទៅតែចរិតរបស់នាងមិនធម្មតានោះគឺថាជក់បរិយអស់ឡើងចិត្តកំប៉ុងបាត់ហើយបាត់ស្របពេលនាងកំពុងតែអង្គុយហ្នឹងម៉ែលេងមិនណាលេងពួកកូនក្មេងហ្នឹងក៏បានទាត់បាល់មកចំនៅពីមុខរបស់នាងហើយគេហ្នឹងក៏បានពឹងឲ្យអូនចានីកូរបស់យើងទាត់បាល់ឲ្យចឹងទៅហើយនៅពេលដែលគេហ្នឹងគាត់ថាបានឃើញបាល់ហើយអូនចានីកូរបស់យើងចាប់ផ្ដើមមានអារម្មណ៍ថាដូចជាមេស៊ីយកខ្លួនមកទេក៏បានបបួលពណ៌ដែងកាក់គីកូនក្មេងហ្នឹងលេងទាត់បាល់មួយគាត់បាត់ទៅហើយបាត់ចំណែកកូនក្មេងរបស់យើងវិញក៏បានឃើញចឹងហើយមានចោលទេក៏បានហកចូលទៅសារ៉ាំបាល់ពីអូនស្រីចានីកូរបស់យើងក៏បានញាក់ដាច់មួយដាច់ពីរគប់ឆ្វេងស្ដាំទាត់មកជើងម៉ាំងបើយើងលើទៅមើលមុខពួកកូនក្មេងវិញម៉ែមុខពួកដែងហ្នឹងប្រាំងភីងបាត់ហើយបាត់ដោយសារតែពួកគេគឺថាបានឃើញរៀងដល់សាឡូនរបស់អូនស្រីចានីកូរបស់យើងក៏បានធ្វើពួកនោះលេងទាត់បាល់ប្រយអ្នកគ្នាឈើមើលមុខរបស់អូនចានីកូរបស់យើងម៉ែឡើងផ្លឹកបាត់ហើយបាត់ហើយចំណែកបាល់របស់ចានីកូទាត់មកហ្នឹងម៉ែគ្មានតាណាឆ្ងាយទេក៏បានចំក្រាមមុខរបស់លោកតារបស់យើងម៉ែក្រាមមុខរបស់គាត់ម៉ាំងធ្វើឲ្យគាត់មានអារម្មណ៍ថាក៏ហូរមុខហូរមាត់បាត់ទៅហើយបាត់ដោយសារតែជើងរបស់នាងគឺពេញជាធ្ងន់ណាស់មែនទែនអ្នកគ្នាឌីកបេហ្មងទេគាត់ត្រូវចំមុខរបស់លោកតានោះហើយក៏បានធ្វើឲ្យនាងលុតជង្គង់នៅចំពីមុខគាត់ហើយក៏បាននិយាយសំទោសទៅកាន់លោកតារបស់យើងអញ្ចឹងណាហើយលុតជង្គង់ហ្នឹងគ្មានរត់ជង្គង់តាណាឆ្ងាយទេរត់ជង្គង់ចំមុខពួកក្មេងៗយ៉ាងទៀតអើយក៏បានធ្វើពួកកូនក្មេងហ្នឹងរត់តែភីងបន្ថែមឲ្យបានអ្នកគ្នាពួកនេះគឺពិតជាក្បាលខូចខ្លាំងមែនទែនបាទមើលតែរៀងស្រីស្អាតតែមួយនេះអើយបន្ទាប់ពីយ៉ានីកូយើងក៏បានដោះស្រាយជាមួយលោកតាមិញហើយនាងក៏ថាបានមកអង្គុយកន្លែងនាងបានអង្គុយមិញហ្នឹងទីជាមួយនឹងម៉ៃសវែនរបស់នាងហ្នឹងក៏បានជិះមកខាងក្រៅដកមកដើមអង្គុយជក់នៅកន្លែងមិញហ្នឹងទៅហើយស្របពេលនាងកំពុងតែធ្វើការជក់សក់ហ្នឹងក៏បានលេចមុខជាមួយលោកប៉ូលីសពីរនាក់ដែលគាត់ហ្នឹងគឺថាបានមកអប់រំណែនាំទៅកាន់យ៉ានីកូរបស់យើងថាកុំឲ្យនាងជួបប្រៃទីសាធារណៈអញ្ចឹងអើយសារតែវាគឺពិតជាប៉ះពាល់ដល់បរិស្ថាននិងប៉ះពាល់ទៅដល់មនុស្សជុំវិញខ្លួនរបស់នាងអញ្ចឹងទៅឥឡូវសេរីរបស់យើងក៏បានកាត់នៅពេលដែលលោកតារបស់យើងគាត់គឺថាកំពុងតែធ្វើការសម្អាតនៅជុំវិញបរិស្ថានផ្ទះរបស់គាត់អញ្ចឹងហើយស្របពេលដែលគាត់គឺថាកំពុងតែធ្វើការសម្អាតបរិស្ថានជុំវិញផ្ទះរបស់គាត់យើងក៏កន្លែងឃើញថាយ៉ានីកូរបស់យើងនាងគឺថាកំពុងតែនៅលើផ្ទះរបស់នាងហ្នឹងក៏បានជក់ប្រៃជក់អីតាមធម្មតាអញ្ចឹងទៅជក់ប្រៃធម្មតាវាមិនអីទេតែរឿងមិនធម្មតានោះនាងគឺថាបានគោះជាមួយណាកតុយប្រៃនោះធ្លាក់ចំក្បាលលោកតារបស់យើងហើយនាងធ្វើអត់ដឹងខ្លួនបានធ្វើលោកតារបស់យើងគាត់គឺពិតជាមានការឆ្លងមកជុំស្អីគេថាលើក្បាលមិញហ្នឹងគោះកតុយប្រៃទៅលើគាត់ប៉ុណ្ណឹងហើយមិនអត់ចិត្តទេក៏បានទាញជាមួយណាកញ្ចប់ប្រៃនាងជក់អស់ហ្នឹងក៏បានតម្លាក់ចំគាត់ទៀតក៏បានធ្វើឲ្យគាត់ហ្នឹងរត់តែឆ្ងល់ថាវាថាស្អីគេធ្លាក់ទៅលើណាហ្នឹងគោះកតុយប្រៃនឹងបុកកញ្ចប់ប្រៃទៅលើគាត់ហ្នឹងគឺថាវាមិនល្មមទេងុំបំផុតហ្នឹងគឺថានាងក៏បានច្បូតទឹកមាត់របស់នាងដោះចំក្បាលលោកតារបស់យើងម៉ែកន្លែងនេះគឺថាដូចរៀងលឺហើយអ្នកគ្នាជឿមកអាទូស្រីរបស់យើងណែនាងហ្នឹងពិតជាឆ្លើយតែមែនតើបាទឲ្យមានជាគ្រប់ចាស់ទុំអីទេហើយបើយើងក៏លេចទៅមើលលោកតារបស់យើងវិញបន្ទាប់ពីគាត់ត្រូវជាមួយនឹងអាទឹកមាត់របស់អូនស្រីយ៉ានីកូយើងប៉ុណ្ណឹងហើយគាត់គឺថាមានយកអីមកជូតទេអ្នកគ្នាគាត់ក៏បានទាញដៃរបស់គាត់ហ្នឹងយកមកជូតក្បាលហើយក៏បានទាញយកមកហិតគាត់ស្មានថាស្អីគេធ្លាក់មកលើក្បាលរបស់គាត់ហើយក៏បានធ្វើលោកតារបស់យើងម៉ែគាត់បានស្រែកឡើងពេញហ្នឹងមកថាបាត់តជួយម៉ាណាស់ទៅមកដល់ក្បាលអញវយបើសិនជាគាត់អត់ហិតហ្នឹងប្រហែលជាគាត់មិនដឹងទេដោយសារតែគាត់ហិតទៅបានគាត់ដឹងថាហ្នឹងជាទឹកមាត់អញ្ចឹងហើយបន្ទាប់ពីគាត់នៅស្រែឡូឡាពេញទីហើយម៉ាលីមានណាពេលដែលគាត់នឹងស្រែសក់នោះម៉ាក៏បានស៊ីក្បាលមក microwave ទៀតធ្វើឲ្យគាត់មានអារម្មណ៍ថាចុយម៉ានេះឆ្លើយតែមិនទាន់បាត់ធ្វើឲ្យគាត់ស្ទូលឡើងខាងលើក៏បានដឹងថាអូអាមួយហ្នឹងមែនណាស្ទើរតែមកក្បាលអញហើយគប់ក្បាលមក microwave ទៀតហើយគាត់ក៏បានថាមិនបានស្ដីឲ្យទៅកាន់អូនចានីកូរបស់យើងទេណាដោយសារតែគាត់ស្រឡាញ់អូនចានីកូរបស់យើងទុកដូចជាកូនប្រៀបបានដូចជាក្មួយអញ្ចឹងទៅអត់បានស្ដីឲ្យខ្លាំងទេគ្រាន់តែគាត់ណែនាំអញ្ចឹងឲ្យនាងដើរផ្លូវល្អវិញទៅចង់ឲ្យនាងឈប់ជួបប្រៃកែខ្លួនជាក្មេងល្អវិញអញ្ចឹងអានេះគឺជាអំណងល្អរបស់លោកតារបស់យើងបើយើងលេចទៅមើលយ៉ានីកូរបស់យើងវិញម៉ាគាត់នឹងខំនិយាយបដៅប៉ុណ្ណឹងអត់មានយកចិត្តទុកដាក់ស្ដាប់តែលោកតារបស់យើងទេក៏បានឌឺគាត់ថែមទៀតយកអាជាមួយស្អីគេបិទក្បាលរបស់គាត់នឹងម៉ែលីមណាធ្វើឲ្យនាងបានសោយប្រកាច់ប្រកិនឡើងពេញហ្នឹងបាត់ទៅហើយបាត់គណៈពេលដែលនាងកំពុងតែសោយសក់ហ្នឹងក៏បានអានជាមួយនឹងខត្តបាននោះអានទៅមិនដឹងឃើញស្អីគេទេក៏បានមានអារម្មណ៍ថាភ័យវិញអញ្ចឹងទៅហើយនាងក៏បានឲ្យលោកតារបស់យើងបែរនៅខាងក្រោយដើម្បីធ្វើនាងនឹងធ្វើការបេះអញ្ចឹងបេះជាមួយអាស្អីគេហ្នឹងចេញក្បាលរបស់គាត់វិញអញ្ចឹងទៅយ៉ានីកូរបស់
យើងនេះគឺថាហ៊ានប្រាប់ត្រង់ៗដល់ការលោកអមយើងទេថាគេនឹងថាបានបិទជាមួយណាស្អីគេនឹង200ក្នុងក្បាលរបស់គាត់ចឹងទៅហើយបើសិនយើងលើទៅមើលអាក្រោយក្នុងក្បាលរបស់លោកអមយើងម៉ាលីមីណាប្រែពណ៌ជាមួយនឹងពណ៌ខៀវដល់ពេញក្បាលរបស់គាត់បត់ឲ្យបាត់ឲ្យធ្វើឲ្យយ៉ានីកូយើងកាន់តែភ័យថែមទៀតហើយនេះគឺថាបានស្វែងរកជាមួយដំណោះស្រាយធ្វើយ៉ាងម៉េចដើម្បីធ្វើឲ្យបេះជាមួយណាស្អីគេនឹងចេញក្បាលរបស់គាត់វិញបានចឹងទៅកុំឲ្យគាត់ដឹងខ្លួនចឹងហ្នឹងម៉ាលីមីណាគាត់យ៉ានីកូយើងនេះក៏បានស្វែងរកឃើញជាមួយដំណោះស្រាយមួយបាត់ទៅឲ្យបាត់ហើយនេះមិនបានចាំយល់ទេនេះក៏បានអនុវត្តវាភ្លាមៗចឹងទៅចំណែកផែនការរបស់នេះក៏បានក្រោបឈើឡើងបាយក្រោយតយកាហ្វេគូតបាញ់ជាមួយនឹងផ្សែងផោមនេះទៅកាន់លោកតាយើងម៉ែសាហាវមែនទែនធ្វើលោកតាយើងគាត់នឹងគឺថាពលជាមួយនឹងផ្សែងផោមនោះក៏បានធ្វើលោកតាយើងគាត់គឺថាបានសន្លប់ភ្លាមៗនៅកន្លែងកើតហេតុចឹងទៅហើយយ៉ានីកូយើងក៏អាចបេះជាមួយនឹងស្អីគេនោះចេញពីក្បាលលោកតាយើងបានសម្រេចដោយជោគជ័យឥឡូវសាររឿងរបស់យើងក៏បានកាន់នៅពេលដែលលោកតារបស់យើងគាត់ក៏ថាបានភ្ញាក់ពីសន្លប់របស់ផោមរបស់អូនស្រីយ៉ានីកូរបស់យើងហើយក៏ស្រាប់តែយើងបានឃើញថាអូនយ៉ានីកូរបស់យើងនេះក៏បានពាក់អាវអនាម័យធ្វើការសម្អាតនៅជុំវិញបរិស្ថានរបស់គាត់ចឹងទៅដែលស្រាប់តែលោកតារបស់យើងគាត់ក៏បានដាក់បណីអញ្ចឹងហើយស្របពេលដែលយ៉ានីកូរបស់យើងនាងកំពុងតែធ្វើការបំពេញការងាររបស់លោកតារបស់យើងបានដាក់ឲ្យនឹងនាងគឺថាបានទាញបរិយាមកជួបហើយចំណាយលោកតារបស់យើងវិញគាត់ក៏នៅទីនេះផងដែរហើយគាត់ក៏បានស្ដីឲ្យយ៉ានីកូរបស់យើងដកជាមួយនឹងបរិយានាងបានជួបនឹងដូចយកមកចាប់ទុកអញ្ចឹងហើយអត់ចង់ឲ្យនាងជួបទៀតទេសារវាគឺថាខូចខ្លាំងមែនទែនធ្វើឲ្យខូចក្មេងអីចឹងទៅពេលលោកតារបស់យើងនិយាយប៉ុណ្ណឹងហើយនាងក៏បានឌឺខ្លាំងមែនទែនណាគ្នាគាត់ក៏បានដកជាមួយណាដើមស្មៅជុំវិញហ្នឹងដកយកមកធ្វើជាដូចប្រៃចឹងហើយលោកតារបស់យើងគាត់មានអារម្មណ៍ថាជុំអញនិយាយទៅរូបពីមុនហ្នឹងដកប្រៃមកជក់ទៀតហើយយ៉ាងនេះក៏យើងគាត់ក៏បាននិយាយថានេះមិនមើលច្បាស់មើលអាហ្នឹងមិនមែនប្រៃណាដើមស្មៅតាដើមស្មៅណាជក់កើតហើយបន្ទាប់ពីនេះក្រោយមកលោកតារបស់យើងគាត់ក៏បាននិយាយថាឥឡូវឲ្យយ៉ាងនេះក៏យើងនៅទីនេះហើយសម្អាតបរិស្ថានជុំវិញទីនេះឲ្យស្អាតចឹងទៅហើយគាត់គឺថាមានការលពោជានៅខាងក្រៅគាត់ក៏បានដកជាមួយនឹងប្រៃរបស់យ៉ាងនេះក៏យើងយកទុកបាត់ហើយអត់ឲ្យនាងជក់ទៀតទេស្របពេលលោកតារបស់យើងបានចេញតាណាបាត់ហើយនៅពេលដែលគាត់បានដើរមកវិញម៉ែលីមីណាក៏បានឃើញអូនយ៉ានីកូយើងកំពុងតែប្រហុយផ្សែងទៀតហើយក៏បានធ្វើលោកតារបស់យើងគាត់គឺពិតជាសត់ចិត្តហើយមែនទែនពីព្រោះដោយសារតែយ៉ានីកូយើងអត់មានយកបរិយាជួដូចមុនទេក៏បានចូលជាមួយនឹងស្ពៃក្តោបដែលគាត់ខំប្រឹងដាំយកមករុំជួដើម្បីធ្វើជាបរិយាចឹងទៅម៉ែយ៉ានីកូយើងនាងគឺពិតជាសាហាវមែនទែនសូម្បីតែស្ពៃក្តោបក៏នាងមកលើកលែងដែរហើយលោកតារបស់យើងក៏បានគិតអំពីជីវិតរបស់គាត់ថាថ្ងៃនេះគាត់នឹងថាពិតជាសោយហើយមែនទែនអាពេលប្រឹងក៏បានត្រូវយ៉ាងនេះក៏យើងទួតគាត់ត្រូវមកបាល់កណ្ដាលមុខហើយបន្ទាប់ពីព្រឹកមកក៏ត្រូវពេលថ្ងៃទៀតទីក្បាលមកវាយក្រវែវហើយត្រូវក្បាលមកវាយក្រវែវប៉ុណ្ណឹងហើយមិនអស់ចិត្តទេក៏បានដាក់ក្បាលមកផោមទៀតជុំយើងឲ្យធ្វើលោកតារបស់យើងគាត់ក៏បានមានអារម្មណ៍ថាជីវិតគាត់ថ្ងៃនេះថាពិតជាដោះហើយមែនទែនគណៈពេលដែលលោកតារបស់យើងគាត់គឺថាកំពុងតែអង្គុយគិតគុណគូចលាញ់ថាគាត់បានសោយឬមួយក៏ហេងវិញហើយដោយសារតែគាត់ថាបានមើលវីដេអូរបស់អូនស្រីយ៉ាងនេះក៏យើងហើយបន្ថែមនោះគាត់ក៏បានឲ្យយ៉ាងនេះក៏យើងជួយធ្វើការសម្អាតផ្ទះរបស់គាត់ទៀតអូថ្ងៃនេះគេថាខ្ញុំអត់មានសោយទេណាគ្នាថាខ្ញុំគឺហេងឡើងមែនតើបានមើលវីដេអូគេអញ្ចឹងទៅមកតាមើលនេះគឺពិតជារោគចិត្តឡើងមែនតើបាទឥឡូវសេរីមួយនេះបងណាគឺថាខ្ញុំសូមកាត់ចុះបត្រឹមសិនណាគ្នាសារតែខ្ញុំគឺនិយាយច្រើនមែនតើចង់បាយពពុះមាត់ហើយពិតជាហត់ខ្លាំងមែនតើហើយខ្ញុំគឺសូមទោសអ្នកគ្នាទុកជាមុនឲ្យហើយបើសិនជាខ្ញុំនិយាយទៅលឺលួសចង់ចំណុចណាមួយដាក់រូបភាពមនុស្សអីអ្នកគ្នាសូមធ្វើការអធិស្ឋានខ្ញុំផងដោយសារតែខ្ញុំដាក់តាមសេរីរឿងគេទេអ្នកគ្នារឿងគេមកអញ្ចឹងដាក់អញ្ចឹងហ្មងឥឡូវពីចំណុចនេះផងដែរខ្ញុំបាទ Full Anime ខ្ញុំបាទសូមជម្រាបលាបាយ